បានសួស្តីដល់គ្នាវិលមកជួយចំណងទៀតហើយសុខទុក្ខយ៉ាងណាដែរបងប្អូនដល់គ្នាសម្រាប់ខ្ញុំគឺអត់តន់សុខទេក៏នៅតែខ្វល់រៀងចិត្តបន្តិចប៉ុន្តែក៏អាចធូរជាងមុនបន្តិចដែរណាយើងអាចបន្ស៊ាំបានហើយណាមួយក៏ចេះតែធ្វើប្រឡប់ទៅអូខេទទួលយកបានហើយថ្ងៃនេះក៏មកជួបគ្នានៅក្នុង channel ជួបលងម្ដងទៀតហើយក៏បានសាច់រឿងពីបងស្រីម្នាក់ដែរហើយបងស្រីហ្នឹងគាត់បានបញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅពេលដែលម្ដាយរបស់គាត់ហ្នឹងបានទៅទិញផ្ទះមួយកន្លែងដែលផ្ទះមួយហ្នឹងគឺនៅឆ្ងាយពីស្រុករបស់គាត់ទៅស្រុកផ្សេងមួយទៀតណាប៉ុន្តែនៅក្នុងបរិវេណឬក៏ខេត្តរបស់គាត់តែមួយទីដែលនៅខេត្តកំពង់ស្ពឺនេះឯងអញ្ចឹងនៅពេលដែលទៅទិញហ្នឹងគាត់ថាពេលហ្នឹងម្ដាយរបស់គាត់ឬក៏ពុករបស់គាត់អត់បានដឹងប្រវត្តិទេអត់មានបានស៊ើបឲ្យច្បាស់លាស់ទេនៅពេលដែលយើងអត់បានស៊ើបបែបហ្នឹងគាត់ថាពេលហ្នឹងហើយដែលគាត់ជាមួយនឹងគ្រួសាររបស់គាត់ហ្នឹងបានជួបហេតុការណ៍រន្ធត់មួយចំនួនសម្រាប់ពួកគាត់ណាអញ្ចឹងតោះឥឡូវយើងមកចូលសាច់រឿងរបស់បងហើយស្រីទាំងអស់គ្នាទៅបងនុតគាត់បានបញ្ជាក់ថារឿងនេះគឺកើតឡើងយូរគួរសមដែរអាចលបាក់ខ្ទង់ឆ្នាំ9ជាង1990ក្រាស់អាចខ្ទង់98ទៅ99ហ្នឹងឯងព្រោះគាត់មិនច្បាស់ប្រហែលទេព្រោះជំនាន់នោះពេលដែលជួបរឿងហ្នឹងគាត់នៅស្ទើរនៅឡើយទេមិនថាស្ទើរពេកទេអាយុគាត់ខ្ទង់15ឆ្នាំទៅហើយមិនស្ទើរពេកទេតែគាត់រៀននៅវិទ្យាល័យហើយអញ្ចឹងគាត់ថាពេលហ្នឹងគ្រួសាររបស់គាត់និយាយពីគ្រួសារដើមរបស់គាត់វិញគ្រួសាររបស់គាត់គឺនៅជាមួយនឹងតារបស់គាត់នៅខាងម្ដាយរបស់គាត់ណាតាខាងម្ដាយអញ្ចឹងនៅពេលដែលទៅនៅហ្នឹងមិនមែនមានតែគ្រួសាររបស់គាត់ម្នាក់ទេដែលមានគ្រួសាររបស់ពូរបស់គាត់នៅក៏នៅនឹងដែរមាន2គ្រួសារហើយផ្ទះហ្នឹងក៏វាទូចទៅទៀតនៅពេលដែលគេងហ្នឹងមិនបានទៅគេងចែកគ្នាទៅក្នុងបន្ទប់អីទេអត់ទេបងប្អូនដេកតម្រៀបគ្នាអញ្ចឹងទៅគេងតម្រៀបគ្នាណាអញ្ចឹងនៅពេលដែលគេងតម្រៀបគាត់ថាពេលហ្នឹងគឺយើងពិបាកដែរហើយពេលខ្លះម្ដាយឪពុករបស់គាត់ហ្នឹងក៏ចេញពីផ្ទះហ្នឹងបាត់ទៅធ្វើការអញ្ចឹងទៅអញ្ចឹងនៅពេលដែលចេញទៅធ្វើការបាត់ពេលខ្លះក៏អ្នកផ្ទះក៏មិនសូវជាសប្បាយចិត្តប្រហែលដែរអញ្ចឹងមិនសូវជាចិត្តសប្បាយចិត្តប្រហែលដែរអ្នកដែលនៅក្នុងផ្ទះពិតថាវាជាបងប្អូនក៏ពិតមែនប៉ុន្តែនៅពេលដែលយើងរស់នៅជុំគ្នាយូរពេកនេះក៏វាមានរឿងដែរវាអញ្ចឹងណាសុខចិត្តចេញឲ្យឆ្ងាយពីគ្នាវិញវាល្អជាងយើងនៅជុំគ្នាអានេះអ្វីដែលបងរីគាត់និយាយណាបងនុតគាត់និយាយណាជាស្រ័យបងនុតគាត់ថាពេលនោះគាត់ក៏មិនបានទៅគិតអីច្រើនដែរប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់គាត់ដែលជាអ្នកដឹងរឿងរ៉ាវច្រើនហ្នឹងគាត់ហ្នឹងក៏ប្រាប់ទៅហើយកូនហ្នឹងក៏ថាតិចទៀតយើងនឹងចេញពីផ្ទះហ្នឹងហើយទៅរកផ្ទះនៅផ្សេងអីចឹងទៅនៅពេលដែលលើបែបហ្នឹងភ្លាមគាត់ក៏សប្បាយចិត្តដែរព្រោះគាត់ថាពេលដែលគាត់នៅហ្នឹងក៏មិនសូវជាសប្បាយចិត្តប្រហែលដែរជួនកាលមីងពូរបស់គាត់ហ្នឹងចេះតែសម្លក់ចេះតែសម្លឹងអញ្ចឹងណាមិនមែនថាសិតអាក្រក់ទាំងអស់ទេគ្រាន់តែថាពេលដែលនៅជុំគ្នាគឺបែបហ្នឹងហើយគ្រាន់តែថាយើងមិនធ្វើនេះតិចតួចមិនធ្វើនោះតិចតួចវាតាំងហើយបើយើងហូបបាយហើយយើងមិនលាងចានហ្នឹងអូអានេះចេញអានោះចុះបែបហ្នឹងអញ្ចឹងសុខចិត្តយើងចេញឲ្យឆ្ងាយពីគ្នាហ្មងទៅវាស្រួលជាងមិនមែនថាគ្រួសាររបស់បងនុតទេណាគ្រួសាររបស់អ្នកផ្សេងក៏គួរអញ្ចឹងដែរយើងនៅជុំគ្នាច្បាស់ណាស់មិនយូរមិនឆាប់ទេនឹងប៉ះពាក្យប៉ះសម្ដីនឹងគ្នាហើយដាច់នឹងថ្មិញមិនរឿងអីមិនប៉ះទៅកិច្ចគ្នាបងប្អូនមែនទេអញ្ចឹងគាត់ថាពេលហ្នឹងម្ដាយឪពុករបស់គាត់ហ្នឹងព្យាយាមសំលុយមែនតើហើយចំនួនគ្រួសារក៏ចេះចាប់ផ្ដើមកើតឡើងតិចណាដោយកើតតែរឿងទូចទេលាងចានត្រួតស្មៅគោឬក៏អីចឹងហើយវាចេញមកពីអាហ្នឹងទូចទេប៉ុន្តែឪពុករបស់គាត់ជាមួយនឹងម្ដាយរបស់គាត់ខំមាត់សង្កត់ចិត្តមែនតើដោយសារអីគាត់ហ្នឹងគឺជាបងគេទៅហើយអញ្ចឹងបើសិនជាយើងបកែកអីហ្នឹងក៏វាពិបាកពេលហ្នឹងបានត្រឹមតែខំមាត់ទេទាំងឪពុករបស់គាត់ទាំងម្ដាយរបស់គាត់ខំមាត់សង្កត់ចិត្តអញ្ចឹងនៅពេលដែលពួកគាត់ខំមាត់ហ្នឹងគាត់រឹតតែខំធ្វើការទៅទៀតខំសំលុយមែនតើរហូតដល់ថ្ងៃមួយដែលឪពុករបស់គាត់ហ្នឹងបានខ្សឹបជាមួយនឹងម្ដាយរបស់គាត់ដែលគាត់លឺគាត់ថាយើងគួរទៅរកផ្ទះនៅទៅមិនបាច់រកនៅស្រុកឬក៏ភូមិហ្នឹងទេយើងទៅរកនៅភូមិផ្សេងណាអញ្ចឹងនៅពេលដែលឪពុករបស់គាត់ពិភាក្សាជាមួយនឹងម្ដាយរបស់គាត់ក៏ស្ដាប់លឺគាត់ថាគាត់ពេលនោះគាត់សប្បាយចិត្តប៉ុន្តែឥឡូវហ្នឹងមិនទាន់ជាមានផ្ទះក៏ប៉ុតមែនប៉ុន្តែគឺមានគម្រោងក្នុងការចេញពីផ្ទះនេះដែរអញ្ចឹងនៅពេលដែលឪពុករបស់គាត់ប្រាប់ទៅម្ដាយរបស់គាត់ក៏ប្រាប់ថាអត់អីទេយើងត្រៀមចេញទៅ
dương đừng rồi thế hay chẳng á nơi pe để lư mà đây bà con giấy tiết con rất tay sập hai chất tự tiền cho có thao pe nó có thò mà từ arom chơi tại nhom thò mà ai chẳng thò mà lo đo ngay mùi mà đây bộ bà con đó ngay trong ngay sầm rạ này bàn tay bộ con đó sầm rạ đó con có chi mà tô cả cha bà bộ con nó ngay tranh tử pe để tập lọp mà vẫn con nó có xua từ mà đây bà con thật à bộ ai nhảy máy tên ha mày có bắt là mà ngày từ hơi pe nó mà đây bộ bà con nó cực sắp tháng con đã tập rồi tiền này bạn thì chua kia mến ở thế ba tờ tinh tiền nó cho ba nữa ba vì nó ba bảo con nó có prap thá ở toàn bàn thì có bông tài đá rơ mơ mà toàn trâu ta lại bảo cái việc thay pin chắc nữa pe để con lương ở bộ bảo con giấy thấy nó có thò mà đá tới có ca nghe bảo con thò mà đá chừng tử là hốt đo tất cái rồi tiền đấy ở bộ mà này bảo con có trên ta đá rồi tiền này là hốt đo ở bộ bảo con rồi bàn tiền nơi pe để ra bàn theo có thà pe nâng ở bộ bọc quát có một paraport bộ pe nó cứ quát nơi tầm này anh thì phải chọn cái tha ở bộ quát miền tại quát này anh nhé nè chắc nơi pe để bàn theo mà parap quát có sắp bay chất men tên cái thang bộ anh tin nơi bộ bọc quát parap thang quát cọ rồi cho lại bàn tay còn là tha tiền nắng ở riêng ngày bị kiện thì nơi pe để lựa bài đang phím bộ nốt này quát to sao ở đây thì ngày từ cho oi tại bàn theo nơi đai là bìm trắng á ôiแต่ nơi đa chỉ môi đường bom bom là bìm trẻ ở bốc có cái chôm mọt tới bàn mà dạ cái nói nơi pe đại kia rột plong rột ấy nữa nè cái nạn đại kia rột plong rột ấy nữa mà đại có rùm chỉ môi đường có đấy ở toàn prap ta dây bọc quạt tí đời nom kia nó từ xe thay bọc quạt từ sầm ạt nơi pe để có chi thôi có tha pe nâng pe để có chi từ thay bọc quạt nữa này anh dây bàn tha chỉ cắt phum bọc kì chỉ cắt phum bọc kê hay chỉ đây tung mà rồi mét ban mặt đo te bọc quạt này hay nơi pe để con mà đo te nâng một đường đo te nâng còn miên tu để miên đau mà xây đo chung vĩnh vậy mắt thật đo song khang phơi nữa lần từ chạy strip vô thành đó chỉ là hốt đo te bọc quạt đó à khơi te bọc quạt sắt tại prey mình toàn chỉ sátประมาณ thì bàn tay quạt khơi thà te môi nâng ai nơi bàn đấy nè cho có thà pe nó có chỉ tập hua vào tỏ anh ấy bảo con dây bị phơi bảo chỉ hua vào tỏ còn miên phun cái mũi tiết nó khăn nó đầy bàn tay bị chán cái mình xây chỉ tam phơi nângประมาณ thì để cái chi tam phơi viên ở đó và phơi ní bây giờ đôi chỉ phơi ở tê phơi gì cho cứ bay đằng anh chắc nữa bây để khơi té nhưng sự ngại chặt tỉnh này vì nó đánh bị kê bị việc tung rồi mai đấy đâu bạn đòi tè bảo quát đó hay là mỗi phơi trâu nó có bị ngạt tiền bàn tay à ra mũi tiết nó có sự bay chất nơi bây để luôn ai nó nghe miên tè này đời chia tè bọc luôn ai miên sứt dầm rách miên sứt ấy từng mình chắc nơi bây để khơi té hay những sự ngại chất tích bàn tay sự bay chất tích còn nó nếu trâu tôi không tè từ bởi sầm ra bảo bụng bà đây bảo con với ót miên bịa thay sự ngại chất ấy thì cứ sự bay chất để phụ quát để ai tinh đây tinh tè nước bàn ấy tầm lái nó bên nó cứ ai vậy bàn thay vì cua xòm này bàn tay có việc thâu sầm ra quạt này trẻ tầm lái đây từng việc thay bàn tay sầm ra bảo bụng mà đây bảo quát để bàn để tinh tè môi nó việc bay từ thu thay từ mình việc thu thay nhá chẳng hay để bụng mà đây bảo quát tình thu thay bàn tay vì chẳng hành tình chẳng nữa pe để quát trâu tự đo tục mà tô tục ấy quát chắp đam cắt cả hay quát có chết tại cái lấy từ mưa lửa té nè cái lấy từ mưa té nó nơi pe để quát cái lấy từ mưa té quát tha pe nó quát mày ở thăm prư nữa prư cái bàn ấy té bảo quát để quát tính đó anh chơi bàn tha chia té chưa té anh trang chưa trang ấy trang từ bọ cái bương bọ ấy vía mình thômประมาณ thế bàn tay vía cua sòm việc bọ ấy vậy mà thằng bọ cái bương bọ ấy nó hay trang cái đàn khang cóng có cái đàn này đã xa nơi khang dương của bông spư nó bị chết nóng hãy coi chết tại do chưa bàn á còn là tha pe để thưa té nó lại chơi vì mặt bàn tầm râm ấy xa tê quay chàng nó là môi lơ môi cào bị tiếp búa nữa cứ bài đăng ảnh chắc nước pe để quát mẹ ram tập prư ba lắm á prư ball mưa chơi tầm mưa từ té nó quát nó có chụp mưa tới cặp cha chẳng tới cặp vì mục tiêu bảo quát rằng chui cặp bảo quát thiền khai thiền ấy đào bài để đó nữa nơi pe để quát cặp cá quát tha pe để quát mưa bạn bên té nó lại chắp đam hiện sàn tỉnh đòn anh nơi pe để quát cá nữa chắc nữa pe để quát cái lấy từ mưa lưới tem xa tiết xếp tại quát khơi này nam mà nè nó đa cắt bộ chết tem đại bộ môn nó cứ ọt toàn miên này na lang từ lưới tem thì rôm chiêng rôm tem mà đai bảo quát chỉ mỗi nó có bốc cái ọt toàn lang lưới tem từ bao bộ tí
ពេលដែលគាត់ចូលមកប្រួយនឹងវាបាត់ប៉ុន្តែនៅពេលដែលគាត់កាប់ឆ្កាចូលឡើងបែរទៅជាប្រួយនឹងបើកឥឡូវហ្នឹងមានមនុស្សដើរនៅក្នុងហ្នឹងទៀតនៅពេលដែលឃើញបែបហ្នឹងភ្លាមគាត់ក៏ព្យាយាមមើលឲ្យច្បាស់ប៉ុន្តែនៅពេលដែលគាត់មើលឲ្យច្បាស់គាត់ថាប្រួយហ្នឹងវាបាត់ធម្មតាវាអត់បើកទេគាត់ក៏គិតថាគិតច្រើនពេកប្រើភ្នែកទេណាអញ្ចឹងគាត់ក៏ធម្មតាទៅគាត់ជួយកាប់ឆ្កាអីបន្តទៅកាប់ឆ្កាអាដើមឈើដែលនៅមុខផ្ទះហ្នឹងបន្តទៅនៅពេលដែលគាត់កាប់ឆ្កាសេបបានបន្តិចទេសេបតែលឺសំឡេងស្អីមួយយ៉ាងធ្លាក់នៅលើក្នុងផ្ទះហ្នឹងធ្លាក់ក្នុងផ្ទះហ្នឹងក្រាំងគាត់នៅលឺក្រាំងទាំងឪពុកទាំងម្ដាយរបស់គាត់ទាំងគាត់ហ្នឹងនាំគ្នាក៏លេចទៅមើលលើផ្ទះក៏លេចទៅផ្ទះហើយម្ដាយរបស់គាត់ហ្នឹងក៏បែរមុខមកវិញទាំងអស់ជាមួយនឹងឪពុករបស់គាត់ហ្នឹងកាប់ឆ្កាបន្តទៅពេលហ្នឹងគាត់ហ្នឹងក៏មិនអស់ចិត្តទេគាត់ក៏លេចទៅមើលម្សាទៀតនៅពេលដែលគាត់ក៏លេចទៅមើលម្សាទៀតគាត់ថាពេលហ្នឹងសេបតែគាត់ឃើញមនុស្សស្រីដែលស្លៀកពាក់របៀបបុរាណណាកំពុងតែអឺតមកមើលគាត់ណាអឺតមកមើលគាត់នៅពេលដែលឃើញអញ្ចឹងភ្លាមគាត់ហ្នឹងក៏អោនមុខចុះហើយក៏កាត់ឆ្កាបន្តទៅប៉ុន្តែភ្នែករបស់គាត់ហ្នឹងក៏នៅតែចេះតែដៀងទៅមើលអាឡែងប្រួយហ្នឹងនៅពេលដែលដៀងនៅមើលប្រួយគាត់ថាពេលហ្នឹងគាត់នៅតែឃើញម្នាក់ស្រីហ្នឹងនៅតែអឺតមើលគាត់ដដែលនៅតែអឺតមើលគាត់ណាគាត់ថាពេលនោះគឺគាត់មានអារម្មណ៍អត់ស្រួលចិត្តទេគាត់ហ្នឹងក៏ប្រាប់ទៅឪពុករបស់គាត់ថាពុកឯងមានទៅបើប្រួយអត់ដូចជាមានមនុស្សនៅលើផ្ទះយើងគាត់ក៏និយាយចេះប៉ុន្តែនៅពេលដែលនិយាយហ្នឹងឪពុករបស់គាត់ក៏លេចទៅមើលលើផ្ទះនៅពេលដែលក៏លេចមើលផ្ទះឪពុករបស់គាត់ប្រាប់ថាមានស្អីណាគាត់ឯងមើលប្រួយបិទចិត្តហ្នឹងមានអ្នកណានៅលើផ្ទះនោះបើយើងចាក់សោជាប់បាត់ហើយហ្នឹងឪពុករបស់គាត់ក៏និយាយបែបហ្នឹងណានៅពេលដែលឪពុករបស់គាត់និយាយរួចហ្នឹងគាត់ហ្នឹងក៏លេចទៅមើលដូចអ្វីដែលឪពុកគាត់និយាយចឹងអញ្ចឹងនៅពេលដែលឃើញអញ្ចឹងហើយគាត់ក៏មិនបានទៅនេះអីទៀតដែរក៏ធម្មតាទៅក៏កាប់ឆ្ការហូតដល់ម៉ោងប្រហែលជាហើយ2:10ឪពុករបស់គាត់រួមជាមួយនឹងម្ដាយបានវិចបាយមកណាអត់បានយកអីចក្រានឆ្នាំងអីយកមកដាំនៅក្នុងហ្នឹងឯងគឺវិចបាយពីផ្ទះមកអញ្ចឹងគាត់ថាពេលហ្នឹងក៏នាំគ្នាវែកបាយវែកអីហ្នឹងក្រាលហើយកន្ទាលហ្នឹងអង្គុយហូបបាយនៅក្រោមផ្ទះហ្នឹងទៅហើយនៅពេលដែលគាត់កំពុងតែហូបបាយគាត់ថាពេលហ្នឹងម៉ោង2:10ហ្នឹងណាហូបបាយសុកគាត់មានអារម្មណ៍ថាដូចជាមានមនុស្សហ្នឹងកំពុងតែលួចមើលគាត់ពីលើផ្ទះមកលួចមើលពីប្រហោងអានៀបលួចមើលពីខាងលើមកប៉ុន្តែនៅពេលដែលគាត់អឺតមើលទៅខាងលើអត់មានឃើញនរណាទេគាត់ថាពេលហ្នឹងគាត់អត់ស្រួលចិត្តទេជាមួយនឹងផ្ទះហ្នឹងចាប់ផ្ដើមរឿងដូចថាមុនដំបូងសប្បាយចិត្តដែរប៉ុន្តែនៅពេលដែលគាត់ចេះតែជួបអញ្ចឹងគាត់រៀងភ័យណាប៉ុន្តែអត់ដឹងទៅធ្វើម៉េចទេឥឡូវគឺខ្លាចជាផ្ទះរបស់យើងបាត់ហើយហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងគ្មានអីទេក៏ហូបបាយបន្តទៅនៅពេលដែលហូបបាយបន្តគាត់ថាពេលហ្នឹងឪពុករបស់គាត់ហ្នឹងជាមួយនឹងម្ដាយក៏ងើបចេញពីកន្លែងបាយហ្នឹងស្របពេលដែលគាត់មិនទាន់ហូបរួចងើបណាទាំងឪពុកម្ដាយរបស់គាត់ហូបរួចរាល់ហើយឪពុកម្ដាយរបស់គាត់ក៏ដើរទៅខាងក្រោយទៅហើយបញ្ជាក់មួយដែរនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងក៏មានស្រះមួយដែរស្រះទឹកណាប៉ុន្តែស្រះទឹកដែលនៅខាងក្រោយហ្នឹងវាគោក្រីងបាត់ទៅហើយហ្នឹងគោក្រីងវាមិនសូវជាមានទឹកទេតោះតែយើងកាប់ឆ្ការកាប់រែកដីឡើងវិញអីចឹងទៅបានវាអាចនេះបានវាអាចមានទឹកមានអីខ្លះទាំងទៅឬក៏យើងអាចទៅជួលអត្រៈគេយកមកកាយក៏បានដែរប៉ុន្តែបើសិនជាជួលប្រហែលជាអាចអស់ថ្លៃតិចហើយមើលទៅព្រោះជំនាន់នោះមិនសូវជាសម្បូរអត្រៈខាយដីប្រហែលទេអញ្ចឹងនៅពេលដែលឪពុកម្ដាយរបស់គាត់កំពុងតែឈរនៅខាងក្រោយគាត់ថាពេលហ្នឹងខាងក្រោយផ្ទះហ្នឹងគាត់ហ្នឹងក៏កលេចទៅមើលម្ដាយឪពុករបស់គាត់ដែរនៅពេលដែលគាត់កលេចទៅមើលម្ដាយឪពុករបស់គាត់ឃើញមនុស្សស្រីម្នាក់កំពុងតែដើរក្រោយឬក៏ឈរក្រោយឪពុកម្ដាយរបស់គាត់ណាឈរខាងក្រោយឪពុកម្ដាយរបស់គាត់ហើយងាកមករកគាត់ហើយអញញឹមមករកគាត់ទៀតគាត់ថាពេលហ្នឹងម្នាក់ស្រីហ្នឹងមុខឡើងខ្មៅបងប្អូនមុខឡើងខ្មៅសម្លៀកបំពាក់របស់គេហ្នឹងគឺរបៀបបុរាណបើយើងនិយាយឲ្យចំរបៀបដូចល្ខោនអញ្ចឹងស្លៀករបៀបបុកដូចល្ខោនអញ្ចឹងវាមិនបាត់រនចំទេគាត់ថាដូចល្ខោនអញ្ចឹងហើយមុខរបស់គេហ្នឹងផាត់ឡើងសស្គូហ្មងប៉ុន្តែនៅពេលដែលគាត់ឃើញហើយគាត់ងាកចេញហើយងាកទៅវិញស្រាប់តែបាត់អត់ឃើញម្នាក់ហ្នឹងនៅកន្លែងហ្នឹងទៀតទេឈប់បាយឆ្អែតបាត់ហើយបងប្អូនគាត់តែឃើញហើយឆ្អែតបាយហ្មងរៀបចំឲ្យបានរបស់គាត់ទុកដាក់នៅកន្លែងហ្នឹងទៅអង្គុយនៅក្រោមផ្ទះហ្នឹងនៅពេលដែលគាត់អង្គុយហ្នឹងអង្គុយបន្តិចគាត់រៀងអស់កម្លាំងដែរមួយថ្ងៃទៅហើយកាប់ក៏ផ្ដេកខ្លួនរបស់គាត់ហ្នឹងជាមួយនឹងកន្ទេលហ្នឹងទៅនៅពេលដែលគាត់ផ្ដេកខ្លួនជាមួយកន្ទេលគាត់ថាពេលដែលគាត់ផ្ដេកខ្លួនវាមិនផ្ងាឡើងលើអញ្ចឹងគាត់មិនអាចឃើញនៅបរិវេណលើផ្ទះមែនទេបងប្អូនអានៀបដែលនៅលើផ្ទះហ្នឹងក៏គេវាយមិនចិត្តប្រហែលដែរវាប្រហោងត្រឹមតែមកធ្នាប់ដែរប្រហោងប៉ុណ្ណេះដែរបងប្អូនអាចមើលឃើញប្រហោងប៉ុណ្ណឹងអាចមើលឃើញខាងលើអញ្ចឹងនៅពេលដែលគាត់បដោតហ្នឹងបដោតអារម្មណ៍ចេះតែមើលគាត់មានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់ហ្នឹងកំពុងតែដើរនៅលើផ្ទះដើរទៅវិញទៅមកលើផ្ទះហ្នឹងឯង
đó bây để quạt mưa ấy mình nên có tha bên nu cứ quạt ban khơi mà nu mà nè cầm pung tại đa nó lừa thế năng mình men trâm tại đa thì hơi ớt mà rơ quạt thì thiệt lần này lần có hộp thái nè ớt mà rơ quạt tha bên nó cứ quạt say cho tay đó say là hốt đó là pung mà đai bảo quạt để nơi cho càng cao nó rút tật lọp mà quýnh nhá rút mà tật lọp mà quýnh hỏi xu quạt tha bị miên rừng ấy chẳng tầng quạt nó có prap tha đôi chỉ miên mà nu năng nơi lừa thế dương màyแต่mà đai ta ngọc bọc quạt đó ọt chăm du thì có tiền sao bọc quạt đó giờ tới chặt thuê mở ấy nơi pe để chặt thuê có thao pe nó có lang tới chỉ muốn là bọc đai bọc quạt này nơi pe để quạt lang tới chặt thuê bao thuê châu tới càng nó ọt miên khơi này nay nơi càng nó nâng tiền bằng bồn tới tê sát ọt miên này thế nào ọt miên mong tới tê sát vô tay đồng của nơi không te để quạt tới nhá ngày ọt miên bật tụp tiền bằng bồn ọt miên bật tụp ấy nè mình chắc ọt miên ấy thử mưa ấy chờ thì đời nơi không te nắng vì miền tài hưng muối để cái đại chương thục tập đăng ảnh ấy chương thục bên nó mình chỉ thương thục ấy na lọ thì chỉ gặp bông từ đó cố để cái đặc sai đại đau thục tập đăng ảnh hay cái này nó có mình ban tập đại ấy na sát ba đấy còn là quay chỉ cái đá đã gặp bông chương thục đăng ảnh chắc nữa bây giờ mưa chung với nâng ọt miền khơi ấy ở bông mà đai luôn cho cùng môi đừng có đắng ạ có tranh màu bình màu nơi bây để chơi với mà bông đai bọc có chạy sao thong đa tử lỗ hốt đo mong phải chỉ pram chieng bộ quạt nó có tự tập lập mà theo mình quạt tháp để quạt cặp ca nơi mà đông nắng mình xây chỉ miên mà tôi na chỉ cắt đi ọt miên đấy nè nơi bây để quạt chỉ tập lập mà theo mình quạt tháp nắng bây để chỉ cắt phúng nó có khơi nè phúng chết ta sầm lăng mà mưa quạt sầm lăng mà mưa mà tôi bọc quạt đó quạt có cất vai gì mà tôi bọc quạt nó bị cha pê từ gậy trắng cái mưa ấy chẳng tới quát còn ban từ cất đây tràn này hay bảo chị nghĩa tờ mưa sala để quát thử riêng nó còn mình ngay bị te bọc quátประมาณ này là vậy ban thay biệt đây tung rồi bay cái lối đá đó mình ngay ประมาณ thế bông bồn về khá cho nó sala để thử tâu nó cũng ngay chân lên tía đâu bị bàn trắng á về thầm tập bay cái lối dân chỉ có về đó lại ở đây thì chẳng có thay nó có thoa mà đa từ tôi chỉ kê mưa chẳng na cái đó cái kết hợp hai chị ai dương bị miền mà tô cả cha kỳ chơi tại mưa tới tren nó tạm phúng á cho con ta phải nó có thua mà đà là hốt con đo tè bọc quạt bình tử nơi bây để đo tè ta giấy nó ta giấy bọc quạt nó xua thôi cho bà bạt mà ngày nâng tên này chẳng á bên nó ở mà đây rồi bọc quạt nó có prap tha quạt từ thưa ca này cái lại nó toàn prap rừng bất tư ở bọc mà đây phim thì có thua mà đa từ hay còn nơi cho mui được kia thôi hay ngày nắng nơi nó có mình sẽ chỉ sọc mà đây là sao dựng bạt bị tiêm mà ngày ta hơi chẳng rồi pu bật quạt đây nó chơi tại một cầm mơ chẳng á vì mình sẽ chỉ là o mà thì hay ban bài chỉ trôi bài chỉ mà tịch cái đó nó ở bộ bật quạt nó có ban giờ đường rào để vụ quạt tinh tế nó ở tập prap ta dây bật quạt rùm chỉ mùi đừng pu bật quạt đại chẳng được bị đèn dây chung cái dây bị bài này anh nơi bây giờ chỉ có tháp nó quay để tranh bị ta bọc quạt nó xua thay hay do bàn lôi mà bị nà tinh thì tinh là một đồng nào một đồng đầy chẳng á vì nó có prap tam tên này tên đâu nông tử prap tam tên này tên đâu mà sát thấy có khơi nhà cặp gây ra bò pu bọc quạt này mình xây chỉ bị thả sờ bài chậtประมาณ thì bàn tay bị li lom cho mùi đừng sờ bài chật trong cả để dương tranh bị tiền đằng đại vì vậy vì nó ta bọc quát có xua to ta cho lại tranh ngày này chẳng hạn có thắng vài việc khai cái đó quát nâng rư tia tranh từ khăn hoài nếu vì nó ta bọc quát ọt miên vậy ấy thì ban tâm tại một những spôn tình của quát trong ở câu nó nơi chung khía bàn tay bật sân trên nơi chung khía bế cò vì mình xây dựng lọประมาณ này anh ấy cầm đất bọc quát chơi từ nơi chung khía chẳng tử vì nó có thua mà na lọ hốt đo ngay để quát đang thở rư ta bọc quát chỉ môi nâng pu bọc quát đó ạ có chui được cái bàn bát á pe khla có on chặt pôn chặt cái cái tịch mét bàn tay nơi pe để tinh bàn tay chẳng hạn còn nom cái chui đắc tới mà đai bị trừ mà nè chẳng tử pe nó cứ quạt đạ tí hả bọn đai sập đào mà tí máu vô bạt đà bọc quạt mình miên đấy chăn tí của pe để quạt nơi chỉ mùi được kia xong pe để tầng ó bên nữ room kia tầng ó chẳng nơi pe để trên máu nên quạt mình ai từ vô xong pe để room kia nó bán nó được tràn năng mấy nâng mình ai vô bán này bây giờ vô bán tràn mùi ấy chẳng tới tràn để cột hộp á ấy tràn sờ lo tràn ấy chẳng tới mà ta oi cột vô thằng on món cột đọt đi chứ con tháp nó có bán đặc là hốt mà đo lắm ạ ta bọc quát có thầy điện scan tích ra ấy anh được bàn on cô này được bàn ở thì chẳng á vì nó có tháo đấy thế của dương nơi mà cua xa đây hay nào muối còn mình ngay bị phun vào đây việc làm tay mà rồi mai được nia thì chẳng ai mưa nia khơi nhé mình chẳng nữa bây giờ con giấy hới ở bọc quát nó là rùm chỉ muối đang bật hái có tập lập từ bình thường
គាត់ថាពេលនោះគឺគាត់សែនព្រេងហើយបច្ចេកទេសគាត់សែនពេលនេះរួចហើយសែនដូចថាសែនមិនបានឡើងផ្ទះធំដុំទេប៉ុន្តែសែនពេលស្នាក់នៅមកចប់ហើយពុកបគាត់នេះក៏ត្រឡប់ទៅវិញទៅអញ្ចឹងនៅពេលដែលពុកបគាត់ត្រឡប់ទៅវិញគាត់ថាពេលនោះគឺជាពេលដែលគាត់ប្រើជីវិតយប់ទី1នៅក្នុងផ្ទះហ្នឹងដោយមានតែ3នាក់ឪកូនហ្នឹងទេអញ្ចឹងនៅពេលដែលយប់ឡើងមកដល់គាត់ថាពេលនោះគឺគាត់ហ្នឹងគេងយកលក់ទេដោយសារអីគាត់ធ្លាប់ជួបរឿងអញ្ចឹងគាត់អត់សូវគេងលក់ទេដែលចេះតែគេងទៅចេះតែមើលធ្នឹមផ្ទះចេះតែមើលលិចកើតហ្នឹងហើយមនុស្សយើងតែមើលលិចមើលកើតហ្នឹងគឺអត់ស្រួលទេមិនយូរមិនឆាប់គង់ទៅរត់ទេវាមិនខុសពីយើងដើរព្រៃទេតែប្រោក2ប្រោក3ប្រោកភ្នែកតែកលេបកលាប់តែ3ប្រោកប្រត់ហើយវាអញ្ចឹងហើយគាត់ក៏ដូចគ្នាដែរគាត់ថាពេលហ្នឹងកលេចទៅមើលឪពុកម្ដាយរបស់គាត់គេងលក់បាត់ហើយគាត់ក៏គិតថាបើសិនជាគាត់មិនសង្ងំគេងទេច្បាស់ណាស់គាត់អត់មាននេះគេងកើតទេគាត់ក៏សង្ងំគេងទៅនៅពេលដែលគាត់សង្ងំគេងគាត់ថាពេលហ្នឹងក៏គេងលក់ធម្មតាហើយនៅពេលដែលគាត់គេងលក់ធម្មតាគាត់ថាពេលហ្នឹងស្រាប់តែគាត់លឺសំឡេងគេលេងល្ខោនសំឡេងគេលេងល្ខោនណានៅតិចរបស់គាត់ហ្នឹងឯងនៅពេលដែលលឺសំឡេងគេលេងល្ខោនគាត់ថាពេលហ្នឹងគាត់ក៏ភ្ញាក់របៀបពីមើលគាត់ថាចោលណាគេមកលេងល្ខោនអីទាំងយប់ណាភូមិនេះលេងល្ខោនឲ្យចំពេលប្រឡប់ហ្នឹងដូចជាអត់មានឃើញអ្នកណាគេបនទៀនអីសោះឬក៏ភូមិនៅខាងមុខអញ្ចឹងគាត់គិតបែបហ្នឹងអញ្ចឹងគាត់ក៏ងើបពឹងប្រមើនឹងមកនៅពេលដែលគាត់ងើបប្រមើមកគាត់ថាពេលហ្នឹងគាត់ក៏ចេះតែស្ដាប់ទៅនៅពេលដែលគាត់ស្ដាប់គាត់មានអារម្មណ៍ថាសំឡេងល្ខោនហ្នឹងមិនឆ្ងាយពីផ្ទះរបស់គាត់ប្រហែលទេគាត់ហ្នឹងក៏រូតទ្វាររបស់គាត់ហ្នឹងមើលបើកទ្វាររបស់គាត់មើលនៅពេលបើកទ្វារគាត់ថាពេលហ្នឹងគឺអត់មានឃើញអីទេមើលតែភូមិចុងហ្នឹងក៏អត់មានឃើញព្រោះតែរបស់គាត់វាខ្ពស់ដែរអញ្ចឹងយើងមើលទៅវាឃើញហើយព្រោះតាគេលេងហ្នឹងគេមានភ្លើងមានអីមែនទេបងប្អូនប៉ុន្តែនេះអត់ទេអត់មានកលេចមកមើលភូមិដើមវិញអត់មានឃើញអីទេគាត់ឆ្ងល់ដែរថាភ្លេងហ្នឹងវាចេញមកពីណាហើយភ្លេងហ្នឹងវានៅតែល្ងំនៅតិចរបស់គាត់ហ្នឹងនៅតែល្ងំហ្នឹងមកអញ្ចឹងគាត់គិតក្នុងចិត្តប្រហែលជាពុករបស់គាត់បើករ៉ាឌីយ៉ូគាត់តែមើលរ៉ាឌីយ៉ូអត់មានឃើញអីទេក៏ធម្មតាគាត់ហ្នឹងក៏ចូលមកក្នុងមុងសង្ងំគេងវិញមកនៅពេលដែលគាត់សង្ងំគេងគាត់ថាពេលហ្នឹងស្រាប់តែគាត់ត្រូវភ្ញាក់មួយសារទៀតដោយសារគាត់នៅតែលឺសំឡេងនៅខោហ្នឹងដែរប៉ុន្តែសំឡេងនៅខោហ្នឹងវាកាន់តែលឺទៅចំពេលច្រៀងទៅទៀតដល់ពេលដែលគាត់បើកភ្នែកមកគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញមនុស្សស្រីកំពុងតែរាំនៅក្នុងផ្ទះហ្នឹងណាមនុស្សស្រីម្នាក់ប្រុសម្នាក់កំពុងតែរាំនៅលើផ្ទះហ្នឹងឯងរាំពុតពេនលើផ្ទះនៅពេលដែលឃើញចឹងភ្លាមគាត់ហ្នឹងក៏ញីភ្នែករបស់គាត់មើលនៅពេលដែលគាត់មើលស្រាប់តែពីរអ្នកប្តីប្រពន្ធឬក៏ពីរអ្នកស្រីប្រុសដែលកំពុងតែរាំនៅផ្ទះរបស់គាត់ហ្នឹងវាស្រាប់តែបាត់ចឹងណាពេលហ្នឹងគាត់ក៏ទាញអាពិលរបស់ឪពុករបស់គាត់ហ្នឹងប្រឆាំងមើលជុំវិញនឹងទាំងអស់ប៉ុន្តែអត់មានឃើញអីទេក៏លេចតែមើលឪពុកម្ដាយរបស់គាត់គេងលក់ធម្មតាគាត់ហ្នឹងក៏គិតថាមិនស្រួលចិត្តទេក៏សង្ងំគេងទៅបើនៅទៀតខ្លាចដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏សង្ងំគេងនៅពេលដែលសង្ងំគេងគាត់ថាពេលហ្នឹងមិនទាន់មានដង្ហាលមានអីទេតែរបស់គាត់នោះនិយាយម៉ាត់ចេះបើកប្អួចទេណានៅពេលដែលបើកប្អួចហ្នឹងគាត់ថាប្អួចសងខាងគឺបើកទាំងអស់គាត់ថាខណៈដែលគាត់កំពុងតែសង្ងំគេងប្អួចនឹងចុងជើងរបស់គាត់ហ្នឹងស្រាប់តែគាត់ឃើញក្បាលមនុស្សអឺតមើលគាត់ក្បាលមនុស្សអឺតមើលគាត់ទាំងតែផ្ទះរបស់គាត់ហ្នឹងកម្ពស់ប្រហែលជាចូល2ម៉ែត្រទៅ3ម៉ែត្រដែរ2ម៉ែត្រចុះតែ2ម៉ែត្រទង់2ម៉ែត្រទេវាមិនអាចលោតដល់3ម៉ែត្រទេគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញមនុស្សហ្នឹងអឺតមើលគាត់នៅពេលដែលឃើញអញ្ចឹងគាត់ហ្នឹងក៏ចាប់អារម្មណ៍ចំអ្នកណាគេមកអឺតមើលគាត់ហ្នឹងតិចចោលចុះគាត់ថាពេលហ្នឹងគាត់អត់មាត់ទេគាត់សង្ងំទៅព្រោះពេលដែលគាត់មើលឲ្យច្បាស់មែនតើវាបាត់អញ្ចឹងគាត់ក៏សង្ងំបន្តនៅពេលដែលគាត់សង្ងំបន្តគាត់ថាពេលដែលគាត់ក៏លេចទៅមើលចុងជើងទៀតហ្នឹងស្រាប់តែគាត់ឃើញក្បាលហ្នឹងអឺតមើលគាត់មួយសារទៀតទាញពិលដែលនៅចិត្តដៃរបស់គាត់ហ្នឹងប្រចាំងទៅមើលនៅពេលដែលគាត់ប្រចាំងទៅមើលគាត់ថាពេលហ្នឹងស្រាប់តែបាត់អត់ឃើញទេគាត់ក៏ធម្មតាទៅគាត់សង្ងំគេបន្តណានៅពេលដែលគាត់សង្ងំគេបន្តគាត់ថាពេលហ្នឹងមិនទាន់នឹងគេងលក់ស្រួលបួលផងស្រាប់តែមានស្អីមួយយ៉ាងមកទាញជើងគាត់ណាបងប្អូនមានដៃមកទាញជើងគាត់ឲ្យចេញក្រៅហ្មងអាគាត់ឲ្យលឺហើយហ្នឹងស្រាប់តែបើកភ្នែកមកគឺអត់មានឃើញអ្នកណាទេគាត់ថាពេលហ្នឹងគ្មានអីទៅរត់ចូលក្នុងវិញហើយសង្ងំពួនអារបៀបថាសង្ងំក្នុងភួយទៅនៅពេលដែលសង្ងំក្នុងភួយគាត់ថាពេលហ្នឹងគាត់បានលឺសំឡេងចេញមកពីណាមិនដឹងទេសួរគាត់ថាមិនបានមកនៅផ្ទះអញមិនបាននៅផ្ទះអញអញ្ចឹងណាសួរមកនិយាយមួយម៉ាត់យកតែម្ដងពេលហ្នឹងគាត់ហ្នឹងចាប់ផ្ដើមញាក់យកតែម្ដងស្របពេលហ្នឹងស្រាប់តែមានដៃមួយមកប៉ះខ្លួនគាត់ថាពេលហ្នឹងគឺគាត់ស្រែកយកតែម្ដងនៅពេលដែលស្រែកស្រាប់តែសំឡេងបញ្ចេញមកគឺជាម្ដាយរបស់គាត់ហើយសួរគាត់ថាថៃគាត់ឯងថៃមែនបានគាត់ហ្នឹងអោបទៅម្ដាយរបស់គាត់ហើយប្រាប់ថាមុនហ្នឹងគាត់ដូចជូបខ្មោចអញ្ចឹងមានស្អីម្យ៉ាងទាញជើងគាត់
nơi bên đó mà đai bọc quán nó còn to tha ở hay phải chỉ còn anh ở cả làng pe hay ở kia nhật buồn chứ á cùng tầm mưa ấy chứ cùng anh biết thay cùng cất ấy chắc hơn cùng ấy chơi nó sừng om kia anh thưแต่còn anh thường chẳng kia mình lụa thì bên nó bong lớn nó còn to tha quát đó cho ba đừng phải này bọc quát bán khơi như của bạn ấy rom rồi nâng mà đai bọc quán nó còn thà tê còn anh rất này chẳng hủy miên ta sấy phía còn anh bục mai miên khơi ấy phong còn anh được khơi sấy bên nó con dây dạng na cả đói có bộ mà đại bọc con ọt chưa có đại mẹ thà chứa có được thà vì mình toàn thì bán lạiแต่con đang chơi thành dây chẳng tận mình cho con thà bên nó còn lo là họ đọc bật làm mà đó ở bục bọc con đó ạ có vô con đang tới chu ở bên thà tới giờ là đầm bay từ ní mà bồn đầm bay từ cho mua chỗ riêng này chẳng tận đồ sả đồ ấy á mình cho con thà bên nó còn tới cho mua đồng bọc từ cho mua rủi ro tạt lọp mà theo mình ở bông mà đai bọc quát nơi pe ở bọc quát nơi pe để chun quát hai nắng à còn non cái này tranh giật thôi cả tao mà đai sau pe nắng quát nơi tại te nắng tại mình này anh thì te mình này anh nhá hay ngay pe kia tại tiền hay quát chỉ con say tiền vậy mà man tới hiện bà rom chặt luôn anh này còn thà pe nó mình men bà rom chỉ môi nừng ca khảo môi được ấy nè còn bà rom nó cứ khá tệ tôn chỉ môi nừng mình luôn thằng ai mình luôn prong được ấy và sân chỉ cái màu mà tụi bầm pia này chẳng nó khá chẳng mình cho con tháp bên nó cột lang từ lưỡi tè, ở từng cùi cáo mới nó còn lang lưỡi tè, cùi nửa lưỡi tè nó. Bộ bên để dương cho mua phím mình ban cho riêng phím mà nè, tao sai can sai ban dương ai cho riêng bàn chè. Mình cho con tháp bên nó có từng dùng om nửa lưỡi tè từ, kỳ nửa lưỡi tè năng từ. Nơi bên để con kỳ lưỡi tè nó còn có tháp bên nó xếp tại kỳ kỹ là sao ở là ngôi bị dục phóng kỳ lụa bạt, ở đằng ấy á. Tết là có thử nhận một vĩnh để sao con lư sầm rập chương mà nó đa nửa lưỡi tè năng anh. Nơi pe để lư sầm rập chương mà nó đa lơ té có tháp hai chi mà đai ở bọc bọc qua đây chẳng cốt có bao cái này mà mờ nơi pe để con bao cái này mà mới có tháp pe nó ọt miên khơi nhà na nơi nông té năng tỷ con mình ọt chặt đi con đa ớt mơ chung vinh năng to ớt mơ bị lơ té mơ còn cái đó ọt miên khơi nhà na để sang ngư hỏi con có ngư bị lơ té năng ở một bát chương từng tịch tới cho một bát chương cái đó nữa mình cho còn một bát chương đừng còn năng tới nơi pe để bát chương sâu sắc có tháp pe nó sẽ từ con lư sầm đến cái háo chung một quạt sầm lên hai chục quát đó anh nốt ơi quát nó có chলাই bán còn cái tham hai gì bông mà đai một quát tao làm bảo với này một quát bắt chứ đừng có đòi tiền này tôi nơi gặp bột đi chẳng là dương chỉ một số đấy bơi nó theo một quát toàn miền bậc cồn thì ở toàn miền bậc cồn ấy sát bát đi chẳng sai thấy có quát nó rút mặt màu khom thì hạt chỉ sai rút mặt khom thì nơi bây để rút mặt đau khom thì có tham nó miên này na thì ọt miên này na tầng ban mình tính cho có tham nó có quát nó coi đừng có đau tiền thằng tử cùi nừng kề cái đồng té đó nơi pe đừng cùi sốc có tháp pe nó xemแต่គាត់ឃើញអ៊ំស្រីចំណាស់ម្នាក់ដើរនៅមុខផ្ទះរបស់គាត់ហើយមកឈប់នៅលបងផ្ទះរបស់គាត់ទាំងឯងឈប់នៅលបងផ្ទះហើយបកដៃហៅគាត់នៅពេលដែលឃើញអ៊ំស្រីម្នាក់ហ្នឹងបកដៃហៅអញ្ចឹងគាត់ហ្នឹងក៏រត់ទៅមើលទាំងដែលមុខមាត់របស់អ៊ំស្រីហ្នឹងវាគួរខ្លាចមែនតើប៉ុន្តែចិត្តស្រីមកគាត់ហៅទៅហើយយើងមិនចូលយើងមិនមកមើលគាត់អញ្ចឹងក៏រត់មកដល់កន្លែងហ្នឹងទៅនៅពេលដែលរត់មកដល់កន្លែងហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏សួរទៅអ៊ំស្រីថាអ៊ំមកម៉ៃមានការអីមែនពុកខ្ញុំអត់នៅទេពេលហ្នឹងអ៊ំស្រីក៏សួរថាមិនបានមកនៅផ្ទះហ្នឹងហើយទិញមែនអញ្ចឹងគាត់ក៏តបថាម្ដាយរបស់គាត់ឪពុកគាត់អ្នកទិញគាត់មិនអ្នកទិញទេអញ្ចឹងទៅហ៊ាននៅដែរគាត់និយាយអញ្ចឹងហ៊ាននៅដែរនិយាយក្បត់គាត់ថាតែមកខ្លួនឯងមិនហ៊ាននៅយាយហើយយាយនៅម្ដុំណាវិញយាយហ្នឹងក៏គាត់ចង្អុលទៅអាខាងមុខទៅអាទួលខាងមុខផ្ទះរបស់គាត់គឺនៅខាងមុខនឹងឯងហើយអត់ខ្លាចទេខ្លាចខ្មោចអត់អញ្ចឹងពេលហ្នឹងបងនុនគាត់ទៅលឺបែបហ្នឹងភ្លាមគាត់ព្រឺសបល់ខ្ញាគាត់ថាយាយចេះតែនិយាយអញ្ចឹងខ្ញុំនៅតែម្នាក់ឯងផងខ្លាចចេះតែខ្លាចទេយាយបើថាខ្លាចទៅលេងផ្ទះយាយក៏បានដែរផ្ទះយាយនៅខាងមុខឯណោះគាត់របៀបថានិយាយល្បួយណានៅពេលដែលគាត់ស្ដាប់យាយហ្នឹងគាត់ព្រឺសបល់មែនតើយាយហ្នឹងគាត់ថាអញ្ចឹងយាយទៅវិញណានិយាយម្នាក់ហ្នឹងក៏ដើរទៅនៅពេលដែលដើរទៅគាត់ថាពេលហ្នឹងគាត់ក៏រៀបនឹងដើរចេញមកវិញហ្នឹងដើរត្រឡប់មកផ្ទះរបស់គាត់វិញនៅពេលដែលគាត់រៀបដើរត្រឡប់មកផ្ទះវិញគាត់ហ្នឹងក៏ថាអឺតមើលភាសាទៀតនៅពេលដែលគាត់អឺតមើលភាសាទៀតគាត់ថាពេលហ្នឹងសេពតែបាត់យាយដែលនិយាយជាមួយនឹងគាត់បាត់អត់ចាំយូរទេបងប្អូនចេញពីក្រៅផ្ទះរត់មកមើលទៀតខែវលបងប៉ុន្តែរត់មើលយ៉ាងណាក៏ដោយក៏អត់មានឃើញអ្នកណាដែរអត់មានឃើញអ្នកណានៅក្រៅលបងហ្នឹងទេគ្មានទេបងប្អូនរត់ចូលមកក្នុងលបងវិញរត់ចូលក្នុងផ្ទះនៅពេលដែលគាត់រត់ចូលក្នុងផ្ទះគាត់ថាពេលដែលគាត់មើលទៅខាងលើគាត់ឃើញមនុស្សស្រីកំពុងតែឈរនៅមាត់ទ្វារបងប្អូនឈរមាត់ទ្វារសម្លឹងមកមើលគាត់
គាត់ថាពេលហ្នឹងគឺគាត់បានរត់មកដល់ពាក្យកណ្ដាលហើយតែរត់ពីផ្ទះរត់ពីអាលបងខាងមុខមកវាបានពាក្យកណ្ដាលទៅហើយមើលទៅគឺឃើញនៅលើផ្ទះនោះអញ្ចឹងគាត់ថាអាចង់បកក្រោយវិញខ្លាចអាចង់ទៅមុខមានខ្មោចអីចឹងទៅអារបៀបអញ្ចឹងទៅមុខក៏បាត់បានទៅក្រោយក៏បាននៅឈរថ្មឹងហ្នឹងគាំងស្ញែងយកតែម្ដងប៉ុន្តែចុងក្រោយគាត់បានត្រឹមតែទម្លាក់មុខរបស់គាត់ចុះហ្នឹងហើយដើរទៅមុខទៅប៉ុន្តែនៅពេលដែលគាត់ងើបមុខមើលភាសាទៀតអត់មានឃើញអ្នកណានៅក្នុងផ្ទះហ្នឹងទេកាត់រហូតដល់ឪពុកម្ដាយរបស់គាត់មកយប់ឡើងគឺនិយាយមកថាយប់ឡើងមកដល់គាត់ថាពេលនោះគឺផ្ទះរបស់គាត់ស្ងាត់មែនតើមានត្រឹមតែសំឡេងក្អាត់មានត្រឹមតែសំឡេងនេះទេហើយពេលខ្លះក៏ឮសំឡេងខ្លែងស្រាមកយំចិត្តតែដែរគាត់ថាគាត់ឮសំឡេងខ្លែងស្រាហ្នឹងគឺគាត់ព្រឺក្បាលបាត់ហើយប៉ុន្តែអត់ដឹងទៅធ្វើម៉េចទេអានេះគឺជាផ្ទះរបស់យើងហើយអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាទៅហើយក្រោយមកទៀតមកគាត់ថាពេលដែលគាត់នៅម្នាក់ឯងហ្នឹងអាចយប់ឡើងមកដល់ហ្នឹងគឺអត់បានទេយប់ឡើងមកដល់គឺទាញជើងគាត់និយាយមួយម៉ាត់ធ្វើឲ្យគាត់នៅបានហ្មងទាំងឪពុកទាំងម្ដាយរបស់គាត់សិតតែជួបរឿងហេតុទាំងអស់ហ្នឹងឯងប៉ុន្តែក្រោយមកទៀតមកពុករបស់គាត់ហ្នឹងក៏ចាប់ផ្ដើមធ្វើប្រភូមិនៅខាងមុខធ្វើអីចឹងណាធ្វើប្រភូមិនៅខាងមុខក៏រកគ្រូរម៉ហ្នឹងដើម្បីឲ្យមកនេះចឹងណាពួកគាត់ចាប់ផ្ដើមដឹងរឿងខ្លះចេញពីផ្ទះហ្នឹងហើយរឿងខ្លះចេញពីផ្ទះណាអញ្ចឹងគាត់ថាពេលហ្នឹងក៏យកគ្រូយកអីទៅព្រោះនៅខាងស្រុករបស់គាត់ហ្នឹងវាសម្បូរដែរគ្រូក្រិនណាហើយនៅពេលដែលយកគ្រូយកមកបក្រាបព្រោះគាត់ថាពេលហ្នឹងក៏ចាប់ផ្ដើមស្ងាត់ប៉ុន្តែនៅពេលដែលគាត់ទៅរៀននេះគាត់ទៅរៀនចេញមកម៉ោងប្រហែលជាម៉ោង10គាត់បានវិចបាយទៅទេគាត់ត្រឡប់មកផ្ទះវិញណាពេលដែលត្រឡប់មកតាមផ្ទះហ្នឹងគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញអ៊ំស្រីដែលគាត់បានឃើញពីមុនហ្នឹងណាមកឈរនៅមុខផ្ទះរបស់គាត់ហើយធ្វើរបៀបអឺតលើមមើលឆ្វេងមើលស្ដាំណាទាំងដែលផ្ទះរបស់គាត់ហ្នឹងមិនបាច់នេះទេគាត់ណារុញទ្វារចូលក៏បានដែរវាមិនបញ្ហាអីទេមិនបានតែចាក់សោដូចទ្វារដែកទ្វារអីអត់ទេគាត់ថាពេលហ្នឹងឃើញត្រអ៊ំស្រីហ្នឹងរេរនៅកន្លែងហ្នឹងគាត់ក៏មកដល់ហើយគាត់ក៏សួរថាអ៊ំឯងមានរឿងអីមែនអ៊ំនៅពេលដែលងាកមកឃើញគាត់ញ៉ាំស្ញាញ់ទៅគាត់ថាអត់មានរឿងអីទេចង់មកលេងជាមួយនឹងអាចៅឯងហ្នឹងណាហើយអត់ឃើញគាត់ក៏តបថាគាត់ទៅរៀនហើយមួយរយៈហ្នឹងគឺគាត់អត់សូវបាននៅទេគឺរៀនហើយតថ្ងៃត្រង់បានខ្ញុំមកអីចឹងទៅអញ្ចឹងនៅពេលដែលស្ដាប់ហើយយាយម្នាក់ហ្នឹងគាត់ថាតនេទៅលេងផ្ទះយាយផងអញ្ចឹងអត់មានអញ្ចឹងពេលហ្នឹងបងហើយនុតហ្នឹងចាប់ដើមនៅហ្នឹងវាអាចបានប្រហែលជាមួយអាទិត្យរៀងស៊ាំតិចតែហើយយាយហ្នឹងក៏គាត់ចេះតែអឺតដល់ចុងក្រោយគាត់ថាយាយចាំមើលបន្តិចទៀតខ្ញុំទៅលេងផ្ទះយាយឯងនៅពេលលឺហើយហ្នឹងយាយហ្នឹងក៏គាត់ដើរចេញទៅផ្ទះរបស់គាត់ហ្នឹងហើយដូចដើមអញ្ចឹងគាត់តែចេញផុតពីផ្ទះរបស់គាត់តិចគឺបាត់ហើយបងនុតនៅពេលដែលនិយាយជាមួយយាយហើយក៏ទៅដូរសម្លៀកបំពាក់រួចរាល់ណាសល់ពេលដែលល្ងាចហ្នឹងវាអត់មានម៉ោងរៀនទេអញ្ចឹងគាត់ក៏ផ្លាស់កៅអៅរួចរាល់ហូបបាយហើយគាត់ហ្នឹងក៏គិតថាជិះកង់ទៅលេងផ្ទះយាយហ្នឹងតិចទៅគាត់ក៏ជិះកង់ពីផ្ទះរបស់គាត់ហ្នឹងទៅផ្ទះយាយនៅពេលដែលគាត់ជិះទៅគាត់ថាពេលហ្នឹងស្រាប់តែគាត់ទៅដល់ភូមិមួយដែលនៅខាងស្នាមដៃរបស់គាត់ស្របជាមួយនឹងផ្ទះរបស់គាត់ដែរប៉ុន្តែចម្ងាយពីផ្ទះរបស់គាត់មកកន្លែងទួលហ្នឹងអាចនិយាយបានថាវាស្ងាត់តិចស្ងាត់ហ្មងណាអត់មានអ្នកណាជិះកាត់ផងហ្នឹងហើយមកដល់ផ្ទះហ្នឹងមកដល់ទួលហ្នឹងគាត់ថាពេលហ្នឹងវាបាំងចិត្តមើលអត់ឃើញទេរហូតគាត់ជិះមកដល់ខាងមុខហើយទួលហ្នឹងគាត់ថាគាត់ក៏លេចទៅមើលខាងក្នុងគាត់ឃើញផ្ទះចាស់មួយដែលផ្ទះចាស់មួយហ្នឹងវាបាក់ត្រុតទ្រោមទៅហើយបាក់ត្រុតទ្រោមរួមជាមួយនឹងអាដើមឈើហ្នឹងវាដុះសឹងតែចាក់ស្រេះបាត់ហើយហ្នឹងពេលហ្នឹងគាត់ក៏ថាប្រហែលជាមែនផ្ទះយាយហ្នឹងប្រហែលជាផ្ទះយាយនៅខាងមុខហើយគាត់ក៏ជិះទៅមុខទៀតទៅនៅពេលដែលជិះទៅមុខទៀតគាត់ថាពេលដែលជិះហួសផ្ទះបានបន្តិចទេស្រាប់តែគាត់ឮសំឡេងហៅគាត់ណានុតហើយផ្ទះយាយនៅនឹងតែនុតយាយផ្ទះយាយនៅនឹងតាគាត់ថាពេលហ្នឹងគាត់ក៏កលេចមកក្រោយវិញនៅពេលដែលគាត់កលេចមកមើលក្រោយគាត់ថាពេលហ្នឹងគាត់បានឃើញយាយម្នាក់ហ្នឹងកំពុងតែឈរនៅមាត់លបងហ្នឹងឯងទាំងដែលមុនហ្នឹងគឺគាត់អត់បានឃើញអ្នកណាទេគាត់ហ្នឹងក៏ជិះត្រឡប់មកវិញនៅពេលដែលគាត់ជិះត្រឡប់មកវិញគាត់កលេចទៅមើលផ្ទះស្រាប់តែគាត់ឃើញផ្ទះដែលនៅហ្នឹងមុនហ្នឹងគឺគាត់បានឃើញជាផ្ទះចាស់ប៉ុន្តែឥឡូវវាបែរទៅជាឃើញខ្ទមមួយដែលអាចនៅបានពីមុនគឺគ្រាន់តែផ្ទះខ្ទមមួយដែលចាស់ទ្រុឌទ្រោមដើមឈើដុះទ្រុបពេញហ្នឹងប៉ុន្តែឥឡូវនេះគាត់បែរទៅជាឃើញបរិវេណផ្ទះហ្នឹងរួមជាមួយនឹងផ្ទះហ្នឹងវាឈរវាអាចនៅបានអីចឹងណាគាត់ក៏ឆ្ងល់និយាយហ្នឹងគាត់ថាចូលមកលេងមកអញ្ចឹងគាត់ក៏ចូលទៅនៅពេលដែលគាត់ចូលទៅគាត់ថាពេលហ្នឹងគាត់ចេះតែអង្គុយលេងរហូតដល់ម៉ោងរៀងជ្រេដែរគាត់ថានិយាយខ្ញុំត្រឡប់ទៅផ្ទះវិញហើយព្រោះខ្លាចម៉ែពុកមកអត់មានបាយហូបអញ្ចឹងណាអញ្ចឹងគាត់ក៏ត្រឡប់មកផ្ទះវិញមកនៅពេលដែលគាត់ត្រឡប់មកផ្ទះបានបន្តិចទេមិនមែនត្រឡប់មកផ្ទះបានចេញគ្រាន់តែចេញផុតពីផ្ទះយាយបានបន្តិចណាគាត់ថាពេលហ្នឹងក៏លេចទៅមើលក្នុងផ្ទះវិញស្រាប់តែឃើញផ្ទះមួយហ្នឹងវាបាក់ទ្រុឌទ្រោមភាសាទៀតគាត់ញីភ្នែកបើគាត់មើលភាសាទៀតនៅពេលដែលគាត់ញីភ្នែកភាសាទៀតគាត់ថាពេលហ្នឹងគ្មានទេបងប្អូនធាក់កង់ត្រឡប់មកផ្ទះលឿនយកទៅមែនតើបងប្អូនធាក់លឿនយកទៅមែនតើណា
គាត់ថាពេលដែលគាត់មើលភាសាទៀតហ្នឹងស្រាប់តែគាត់មើលដំបូងគាត់ឃើញតែហ្នឹងវាបាត់ទៅទ្រាំអត់ឃើញយាយទេប៉ុន្តែនៅពេលដែលគាត់ញីភ្នែកហើយមើលទៅភាសាទៀតស្រាប់តែឃើញយាយនៅមុខគាត់ហ្នឹងហ្មងនៅជាប់លបងស្ញែងដាក់គាត់ណាអាហ្នឹងហើយដែលធ្វើឲ្យគាត់ហ្នឹងជីកង់លឿនយកតែមែនទៅមកដល់លើផ្ទះអត់មានទៅដាំបាយដាំទឹកឯណាបងប្អូនឡើងទៅរុំភួយណោះឡើងទៅរុំភួយញាក់នៅក្នុងផ្ទះហ្នឹងឯងហើយគាត់ថាពេលដែលគាត់កំពុងតែញាក់សុកនៅរឿងខាងក្រៅហ្នឹងស្រាប់តែកលេចទៅមើលលើធ្នឹមគាត់ឃើញមនុស្សស្រីកំពុងតែអង្គុយនៅលើធ្នឹមអាញឹមរើគាត់គាត់ថាពេលហ្នឹងគ្មានទេរត់ចុះពីខាងលើផ្ទះមកសង្ងំនៅខាងក្រោយមួយដងអង្គុយនៅអាក្រែងក្រោមញាក់ហ្មងចាំឪពុកម្ដាយខ្លួនឯងគាត់ថាពេលហ្នឹងគឺគាត់ភ័យមែនតើរហូតក្រោយមកទៀតគាត់ប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅម្ដាយឪពុកម្ដាយរបស់គាត់ក៏ចេះតែបារម្ភដែរហើយបើសិនជាគាត់ត្រូវរើផ្ទះទៅនៅណាក៏អត់កើតដែរព្រោះផ្ទះមួយហ្នឹងគឺគាត់ចំណាយលុយអស់ដែលគាត់មានយកមកទិញអស់ហើយបើគាត់វិលទៅហើយផ្ទះចាស់របស់គាត់វិញអត់កើតអញ្ចឹងមានតែទ្រាំនៅនឹងទៅទ្រាំនៅហៅគ្រូមកបក្រាបផ្លាស់ទៅវាអស់តិចតួចណារហូតដល់បក្រាបរួចរាល់គាត់ថាពេលនោះក៏មិនសូវជាជួបហេតុការណ៍ប្រហែលដែរប៉ុន្តែនិយាយតែងតែមកលេងគាត់អញ្ចឹងតែងតែមកលេងគាត់តែងតែមកអឺតគាត់ប៉ុន្តែតាំងពីហ្នឹងមកគាត់អត់ដែលនិយាយជាមួយនឹងយាយហ្នឹងទេហ្នឹងហើយទាំងអស់គ្នារឿងរ៉ាវរបស់បងនុនគឺមានតែប៉ុណ្្នឹងទេខ្ញុំសុំសង្ខេបតាមពិតវាមានច្រើនប៉ុន្តែបើយើងនិយាយទៅវានៅតែវល់នៅកន្លែងហ្នឹងដែរអញ្ចឹងខ្ញុំសុំជប់បញ្ចប់ត្រឹមនេះចុះហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅក្នុង channel ថ្មីរបស់ខ្ញុំណាហើយបើសិនជាបងប្អូនស្ដាប់មកដល់ចំណុចនេះសូមបងប្អូនជួយ Subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងសង្ឃឹមថាបងប្អូនអាចស្ដាប់សំឡេងបានមិនបានតែចាំមុខទេប៉ុន្តែអាចស្ដាប់សំឡេងបានណាថាសំឡេងនេះគឺជា admin នៅខាងណាខាងណីអញ្ចឹងតែហើយខ្ញុំក៏ណែនាំដែរខ្ញុំគឺ admin ខាង Alma អញ្ចឹងសង្ឃឹមថាបងប្អូននឹងចាំអញ្ចឹងក៏បងប្អូនថ្មីឬក៏ចាស់ដែរនៅក្នុង channel ខ្ញុំពីមុនហ្នឹងបើសិនជាបងប្អូនស្ដាប់ហើយស្ដាប់សំឡេងបានមិនបានស្គាល់មុខទេប៉ុន្តែស្ដាប់សំឡេងបានបងប្អូនអាចជួយ Subscribe ផងហើយបងប្អូនអាច comment មួយមកតើបងប្អូននៅខាង channel ចាស់របស់ខ្ញុំមួយណាអីចឹងទៅហ្នឹងហើយទាំងអស់គ្នាអរគុណមែនតើសម្រាប់ការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ